ហើយប្រពុតផ្ដាំភិក្ខុទាំងឡាយថាកុំអោយខ្លាចបន់ណាមនាលភិក្ខុទាំងឡាយអ្នកទាំងឡាយកុំខ្លាចបន់ឡើយមនាលភិក្ខុទាំងឡាយព្រោះហេតុអ្វីព្រោះបន់គឺជាឈ្មោះនៃសេចក្តីសុខប្រាថ្នាសុខទេញាតិញោមបាច់សួរក៏ដឹងដែរយើងប្រាថ្នាសុខដោយសារតែយើងរាល់ថ្ងៃនេះនៅមានសេចក្តីទុក្ខចឹងមែនទេហ្នឹងហើយក្មេងៗគេចូលចិត្តសបាយគេទៅរកកន្លែងសបាយដែលជាកន្លែងបំពាក់បំពន់កាមគុណហ្នឹងហេតុអីបានជាក្មេងត្រូវការសបាយដោយសារក្មេងនឹងវាកើតទុក្ខច្រើនពេកចឹងអត់យើងទៅរកពេទ្យដោយសារអីដោយសារយើងឈឺអីចុះយើងប្រើប្រាស់ថ្នាំហ្នឹងដោយសារយើងឈឺបើសិនបើមិនឈឺថ្នាំហ្នឹងមានប្រយោជន៍ទេអត់ប្រយោជន៍ទេការសបាយដូចគ្នាដែរបើសិនបើយើងមានការសបាយក្នុងចិត្តបរិបូរហើយមិនត្រូវការសបាយពីខាងក្រៅទៀតទេចឹងមែនទេបើមិនត្រូវការសបាយពីខាងក្រៅទៀតទេគេថាអ្នកកើតស្រែងនិយាយរឿងអ្នកកើតស្រែងទៅចាស់អ្នកកើតស្រែងគេថាអេសហ្នឹងវាស្រួលស្រួលចឹងមែនទេញោមណាខ្លះធ្លាប់កើតស្រែងទៅអត់ធ្លាប់ហ្នឹងស្រែងហ្នឹងអេសទៅបិទភ្នែកទៀតអូស្រួលណាស់ប៉ុន្តែរវាងអ្នកកើតស្រែងហើយនិងអ្នកមិនកើតស្រែងមិនបាច់អេសនោះមួយណាស្រួលជាងអ្នកអត់កើតចឹងមែនទេហ្នឹងហើយប្រកាសណាហ្នឹងហើយអ្នកមិនកើតស្រែងហ្នឹងស្រួលជាងមិនបាច់ចាំអេសឲ្យបិទភ្នែកថាស្រួលទេបើអញ្ចឹងបនយើងហ្នឹងដូចគ្នាយើងដែលសបោបនហើយអត់ចាំបាច់ទៅស្វែងរកការសបាយពីខាងក្រៅទេព្រោះយើងមានសេចក្តីសុខផ្លូវចិត្តហើយណាប្រៀបដូចជាក្នុងឧបឋានសាលានេះអញ្ចឹងមានពន្លឺភ្លឺហើយចាំបាច់អីទៅរកពន្លឺមកថែមទៀតនោះវាត្រូវការប្រទីបត្រូវការពន្លឺហ្នឹងតែពេលដែលងងឹតហើយដល់ពេលឥឡូវហ្នឹងយើងមានពន្លឺហើយមិនបាច់ត្រូវការទេប្រៀបដូចជាសេចក្តីសុខដែលបុគ្គលដាំកាន់តែច្រើនទុកដាក់ក្នុងសន្តានចិត្តនេះកាន់តែច្រើនពេលណាមិនត្រូវការសេចក្តីសុខអំពីខាងក្រៅទេណាមិនចាំបាច់ត្រូវការពីខាងក្រៅមកទេដូចប្រសង់គ្រប់អង្គអញ្ចឹងលោករៀនចម្រើនសេចក្តីសុខហ្នឹងវាមានពីរសំខាន់ញាតិញោមទី1អាមិសសុខហ្នឹងទាល់តែមានគ្រឿងបំពាក់បំពន់ខាងក្រៅមានផ្ទះធំមានលុយកាក់ចាយច្រើនមានអាហារនឹងបបោមានសម្ភារៈប្រើប្រាស់នឹងទំនើបអាហ្នឹងបានញ៉ាំងជីវិតឲ្យសេចក្តីសុខបានអាហ្នឹងសុខមួយបែបដែរពុទ្ធសម្ដែងប៉ុន្តែសុខទី2គឺនិរាមិសសុខហ្នឹងគឺសុខដោយមិនចាំបាច់មានរបស់អស់ហ្នឹងចឹងហើយបានជាមានព្រះថេរៈអង្គខ្លះដែលបួសក្នុងពុទ្ធសាសនានេះលោកទៅពោលឧទាននៅក្រោមដើមឈើលោកថាសុខម្លេះណោសុខអ្វីម្លេះទេណោញាតិញោមដែលឮពធទេសនាហ្នឹងហ៎ហេតុអីបានជាលោករស់នៅក្រោមដើមឈើសោះប្រព្រឹត្តបាំងសកលសោះមានសម្ពុតតែមួយឈុតទេហើយប្រព្រឹត្តបណ្ឌបាតឆានតែមួយចំអែតទេមិនក៏លោកមានសេចក្តីសុខអញ្ចឹងដោយសារក្នុងចិត្តរបស់លោកហ្នឹងមានសេចក្តីសុខហើយមានសេចក្តីសុខហើយមិនចាំបាច់ត្រូវការសេចក្តីសុខពីរបស់ខាងក្រៅទេយើងរាល់ថ្ងៃនេះដោយសារតែយើងខ្វះខាតសេចក្តីសុខហ្នឹងបានជាត្រូវការសុខពីនេះត្រូវការសុខពីនោះវាអត់មានម្ចាស់ការលើខ្លួនឯងទេហើយនៅលោកធម៌ហ្នឹងពលត្រូវគ្រប់ពេលគ្រប់វេលាទាំងអស់លោកធម៌ទាំង8វាកើតឡើងសម្រាប់សត្វទាំងឡាយមនុស្សគ្រប់រូបទាំងផ្នែកល្អទាំងផ្នែកអាក្រក់ប៉ុន្តែមនុស្សដោយច្រើនចង់បានតែអាខាងសុខទេចឹងមែនទេមានលៀបចង់បានត្រេកអរពេលកើតឡើងដល់ទៅពេលអត់លៀបទឹកភ្នែកមែនអត់មានយួរឡើងតំណែងតួនាទីសបាយប៉ុន្តែផ្លិចមកខាងទៀតបាត់តំណែងតួនាទីទឹកភ្នែកទៀតចឹងមែនទេណាអីគេទៀតហ្នឹងសរសើរពេលគេសរសើរយីដូចជាសបាយអានេះល្អចែនេះណាអ៊ំនេះល្អប៉ុន្តែពេលគេនិន្ទាអាហ្នឹងសត្រូវរបស់អញចេះឆ្ងាយហ្នឹងហើយដល់ទៅពេលអីគេទៀតមានអីទៀតសុខបានសុខសបាយដល់ទៅពេលកើតទុក្ខទឹកភ្នែកជោគថ្ពាល់តាមពិតធម៌ហ្នឹងវាសម្រាប់យើងនឹងឯងឲ្យរៀនពិចារណាថាកម្រិតហ្នឹងវាត្រូវកើតឡើងគ្រប់រូប
អត់អាចថាពីណាច្រើនជាងឯងវាត្រូវប៉ះពាល់ទាំងអស់ប៉ុន្តែអរិយបុគ្គលទាំងឡាយចឹងហើយនៅក្នុងធម៌មង្គលសោតណាផុតថសលោកធម្មមេហេចិត្តតាំងចិត្តនៃបុគ្គលទាំងឡាយដែលលោកធម៌ពាល់ត្រូវហើយមិនរំភើបញាប់ញ័រមានលៀបក៏ដោយធម្មតាអត់លៀបក៏ដោយក៏កំណត់ដឹងមានយោធម្មតាអត់យោក៏ប៉ុណ្ណឹងសុខក៏ដោយក៏ប៉ុណ្ណឹងទុក្ខក៏ដោយក៏ប៉ុណ្ណឹងសរសើរក៏ដោយក៏ប៉ុណ្ណឹងនិន្ទាក៏ដោយក៏នៅតែប៉ុណ្ណឹងបានន័យថាលោកធម៌ហ្នឹងពាល់អត់ត្រូវទៀតទេចិត្តហ្នឹងស្មើប្រកបដូចផែនដីដែលយើងធ្លាប់បានស្ដាប់ប៉ុណ្ណោវាទសោតណាធ្ងន់អញ្ចឹងដូចនៅក្នុងសីហនិតសោតព្រះសិរីបុត្រអញ្ចឹងឧបមាខ្លួនលោកដូចជាអីទឹកដីភ្លើងខ្យល់សម្ពុតជូតធូលីដូចគោឧសភៈបាក់ស្នែងដូចស្រីក្រមុំកំឡោះអីហ្នឹងចូលចិត្តស្អិតស្អាងរាងកាយហើយត្រូវសាកសពកដុលឆ្មាឆ្កែហ្នឹងមកជាប់នៅកកព្រៀបខ្លួនហ្នឹងដូចជាភាជធ្លាយដាក់ខ្លាញ់អីចឹងទៅយើងមើលថាចិត្តរបស់លោកអត់មានលោកធម៌ទៀតទេអស់ហើយផុតស្រឡះហើយពីណាស្ដីឲ្យលោកក៏នៅស្មើដូចផែនដីអញ្ចឹងផែនដីហ្នឹងគេដាក់របស់ល្អក្តីមិនល្អក្តីអត់មានតោមនោះហើយទឹកគេយកទៅលាងរបស់ស្អាតក្តីមិនស្អាតក្តីក៏នៅតែជាទឹកអញ្ចឹងមែនទេហ្នឹងហើយខ្យល់បក់ផាត់លាមកក្តីបក់ផាត់ចំផ្កាក្តីក៏នៅតែខ្យល់អញ្ចឹងភ្លើងគេយកទៅដុតស្រីកមុំក៏ដោយគេដុតយាយកចាស់ក៏ដោយបាទអត់នៅតែភ្លើងអញ្ចឹងភ្លើងមានប្រកាន់ដែរទេញោមអត់ទេចិត្តរបស់ព្រះអរហន្តទាំងឡាយប្រកបស្មើអញ្ចឹងហ្នឹងហើយបញ្ញត្តិញោមមិននិយាយកចាស់ទេហ្នឹងហើយនិយាយចាស់ណែនិយាយចាស់ចាស់នៅរងថ្ងៃហ្នឹងញោមសួរដូចឆោតចាស់ត្រុតត្រោមណាញោមណា8ញោមណា8មានណាអូ8ជាងញោមយាយបើតិចទៀតនាំហែព្រះទៅកោះកុង83ណាបើហើយញោមណាសេរីចិត្តជាងញោម75បើហ្នឹងហើយសាច់ចិត្តមើលឥឡូវខ្ទង់ត្រា6ញោមណាហ្នឹងហើយច្រើនអ្នកហើយតាមមើលទៅអ្នកក្រោម40ដូចតិចហ្នឹងណាបងប្អូនស្រីអីក៏ក្រោម20ណាក្រោម20ហើយក្រោម10ឆ្នាំទៀតអូមើលខុសភ្នែក4មើលអត់មើលខុសស្មើដល់10ឆ្នាំជាងបើហ្នឹងហើយគេមានទឹកដោះគោមុំគ្រប់គ្រាន់អញ្ចឹងទៅគេលូតលាស់ហ្នឹងហើយឆាប់ធំបើឥឡូវខ្ញុំនៅក្នុងនេះចាស់អស់ហើយបាទចាស់អស់ហើយហ្នឹងហើយនៅមិនយូរទេបាទ100ឆ្នាំទៀតស្លាប់គ្រប់គ្នានេះបាទហ្នឹងហើយចឹងងាកមកវិញណាក្នុងគោលធម៌យើងសរុបបញ្ចប់បញ្ចប់